លតឆាបែបលក្ខណៈគ្រួសារសម្រាប់បងប្អូនណាដែលចូលចិត្តលតឆាចង់ធ្វើញ៉ាំអីខ្លួនឯងអញ្ចឹងណាបងប្អូនអាចចូលមកមើលវីដេអូរបស់នាងខ្ញុំបានហើយសម្រាប់វិធីធ្វើក៏អត់ពិបាកធ្វើដែរបងប្អូនចាប៉ុន្តែគ្រាន់តែថាយើងរៀបចំគ្រឿងខៅរៀងច្រើនតិចហើយបងប្អូនអញ្ចឹងកុំឲ្យខាតពេលយូរតោះមកមើលវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាជាដំបូងនាងខ្ញុំហាន់ស្លឹកគូឆាយបងប្អូនចាហាន់កណាត់ចឹងមកហើយនឹងស្លឹកស្ពៃចង្កឹះបងប្អូនចាយើងហាន់ឲ្យហើយយើងយកទៅលាងវាឲ្យស្អាតរួចរាល់សិនមកយើងមកធ្វើការហាន់ជាមួយនឹងសាច់គោវិញបងប្អូនយកសាច់ណាក៏បានដែរឲ្យតែវាផុយសម្រាប់បងប្អូនចូលចិត្តសាច់ណាគឺដាក់សាច់ហ្នឹងទៅបងប្អូនតែសម្រាប់នាងខ្ញុំប្រើសាច់ងៅឈីនដោយសារតែវាមាននៅក្នុងទូស្រាប់អញ្ចឹងគោរួចហើយមកយើងមកធ្វើការលាយជាមួយទឹកត្រីម្ដងចំពោះទឹកត្រីនេះនាងខ្ញុំប្រើជាមួយទឹកត្រី1វែកបាយទឹកខ្មេះ1វែកបាយទឹកជា3វែកបាយជាមួយនឹងប៊ីចេង1ចុងស្លាបព្រាអំបិលហ្នឹង1ចុងស្លាបព្រាហើយនឹងទឹកម្ទេសហ្នឹងកន្លះស្លាបព្រាបងប្អូនចាចាក់ខ្ទឹមសយើងចូលបន្តិចទៅបងប្អូនបន្ថែមជាមួយស្ករសប្រហែលជា2ស្លាបព្រាបាយតាមចំណូលចិត្តអីចឹងណាយើងលាយវាកូរច្បល់ឲ្យវាចូលសព្វជាតិបានល្អហើយយើងភ្លក់មើលយករសជាតិដែលយើងចង់បានចឹងណាបងប្អូនពេលយើងលាយទឹកត្រីហើយមកយើងមកធ្វើការលាយគ្រឿងក្រៅជាមួយលតយើងម្ដងបងប្អូនចាឆានេះនាងខ្ញុំប្រើទឹកស៊ីអ៊ីវខាប់ហ្នឹង2ស្លាបព្រាបាយជាមួយនឹងទឹកភៃល្ងហ្នឹង1ស្លាបព្រាបាយបើសិនជាបងប្អូនអត់មានទេយើងប្រើប្រេងឆាក៏បានដែរវាអត់ទាស់ខុសអីទេបងប្អូនចាយើងគ្រាន់តែលាយឲ្យវាក្លិនឈ្ងុយហើយឲ្យវាពណ៌រៀងកម្ៅអញ្ចឹងហើយចំពោះសាច់គោនេះយើងធ្វើការលាយគ្រឿងក្រៅឲ្យហើយអញ្ចឹងណាបងប្អូននាងខ្ញុំប្រើជាមួយប្រេងខ្យងហ្នឹង1ស្លាបព្រាបាយស៊ុបហ្នឹងប្រហែលជាកន្លះស្លាបព្រាបាយបងប្អូនចានាងខ្ញុំជ្រើសរើសប្រើម្សៅស៊ុបខ្នុរចាប់ថ្មីរសជាតិថ្មីឆ្ងាញ់ដដែលផ្សំពីសាច់មាន់សុទ្ធនិងគ្រឿងទេសល្អៗជាច្រើនមុខនាំចូលពីប្រទេសហ្វីលីពីនបងប្អូនអាចចំណាំមើលបាកូដបាននិងរកទិញបាននៅលើទីផ្សារទូទាំងប្រទេសកម្ពុជាពីម្សៅស៊ុបនឹងវិញគឺផ្ទះនាងខ្ញុំគឺមិនឲ្យដាច់តែម្ដងបងប្អូនចានិយាយរួមទៅឲ្យតែថាអស់គឺទិញមកថែមទៀតហើយបងប្អូនអើយព្រោះថាមានម្សៅស៊ុបនឹងធ្វើម្ហូបអីក៏ឆ្ងាញ់ដែរបងប្អូនហើយឥឡូវសាច់គោរបស់នាងខ្ញុំគឺបានលាយរួចរាល់ហើយយើងមកធ្វើការដាក់ចៀនពងទាសិនបងប្អូនចានាងខ្ញុំចាក់ខ្លាញ់វាឲ្យក្តៅហើយយើងធ្វើការកូសពងទាចូលទៅសម្រាប់ពងទាវិញនាងខ្ញុំចូលចិត្តបែបជាប់ភ្នៅបងប្អូនអត់ឲ្យឆ្អិនពេកទេកាលណាឆ្អិនពេកគឺអត់ឆ្ងាញ់ហ្មងបងប្អូនចានាងខ្ញុំចៀនប្រហែលជា2គ្រាប់ព្រោះថាមាត់មានតែ2នាក់ទេអញ្ចឹងអត់ចៀនច្រើនទេនេះយើងមកធ្វើការឆាសាច់គោយើងម្ដងបងប្អូនចាហើយនាងខ្ញុំចាក់រំលែងខ្ទឹមឲ្យឡើងឈ្ងុយសិនទៅបងប្អូនបន្ទាប់មកយើងដាក់ទឹកត្រីចូលតែបន្តិចទៅបានហើយដោយសារតែយើងប្រឡាក់សាច់គោហ្នឹងវាមានជាតិអំបិលជាតិម្សៅស៊ុបចឹងខ្លះហើយចឹងណាបងប្អូនចាឥឡូវនេះយើងចាក់សាច់គោចូលយើងកូរមកត្រឡប់2ត្រឡប់ទៅបន្ថែមជាមួយទឹកតែបន្តិចទៅបានហើយបងប្អូនចាហ្នឹងហើយកូរមកត្រឡប់ទៅយើងដាក់ចុះបន្ទាប់មកយើងមកធ្វើការឆាជាមួយនឹងលតយើងហើយនឹងបន្លែបងប្អូនចានាងខ្ញុំដាក់បន្លែមុនដោយសារតែបន្លែវាហើយមើលតែយើងដាក់បន្លែហ្នឹងកូរមកត្រឡប់មើលតែវាឆ្អិនល្មមហើយយើងចាក់លតយើងចូលហើយចំពោះលតនេះយើងក៏ដាក់យូរពេកទេបងប្អូនចាខ្ញុំដាក់បន្ថែមជាមួយទឹកថៃដែលយើងបានលាយមុនហ្នឹងបងប្អូនចាថែម2ស្លាបព្រាដាក់ដើម្បីយកជាតិវាឡំតិចណាបងប្អូនហ្នឹងហើយតែប៉ុណ្ណឹងទៅគឺរួចរាល់ហើយបងប្អូនចាហើយបើនិយាយពីលតឆានេះវិញនាងខ្ញុំចូលចិត្តដាក់បន្លែច្រើនណាបងប្អូនចាដោយដែលបងប្អូនបានឃើញនឹងអញ្ចឹងតើតែបន្លែច្រើនមិនឆ្ងាញ់បើថាបន្លែតិចទេគឺអត់ឆ្ងាញ់ទេនិយាយពីថាដួសដាក់ចានចេះមកនិយាយពីថាអូយតំណងមែនតែនតែម្ដងបងប្អូនចាហាពងទាជាប់ភ្នៅនេះទៀតបន្ថែមជាមួយនឹងមកទេសឆាហើយនឹងទឹកត្រីនឹងលាយដាក់ពីលើមកបងប្អូនហើយនិយាយវាថាជាតិផ្ដាំហើយនេះឥឡូវនេះដែរវីដេអូរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណច្រើនសម្រាប់ការតាមដានទស្សនាពេញចិត្តជួយ like comment និង share ម្នាក់មួយផងបងប្អូនចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ